បាទអនុញ្ញាតជំរាបសួរបងប្អូនអរគ្នាបាទនេះជាហាងឆេមាសនៅថ្ងៃទី10ខែមេសាឆ្នាំ2025បាទអញ្ចឹងនៅសល់ប្រហែលថ្ងៃទៀតទេគឺពិធីបុណ្យចូលឆ្នាំខ្មែរហើយបាទហើយខ្ញុំក៏សូមជូនពរបងប្អូនហាឡូស៊ីទទួលទានជាតែមានបានដាក់ចុះដោះឡើងហើយធ្វើដំណើរទីចិត្តទីឆ្ងាយសូមឲ្យសុខសប្បាយតាមផ្លូវបាទអញ្ចឹងគឺខ្ញុំសូមអនុញ្ញាតធ្វើបច្ចុប្បន្នភាពតកតងមួយតារាងហាងឆេមាសអន្តរជាតិប្រចាំថ្ងៃជូនបងប្អូនបាទអញ្ចឹងមាសស្ថិតនៅក្នុង$371ក្នុងមួយជីហើយនិង$3087ក្នុងមួយអោននិង$3719ក្នុងមួយតម្លឹងនិង$99,193ក្នុង1គីឡូបាទឥឡូវនេះឃើញថាមាសឡើងខ្លាំងហើយគឺឡើងម្ដងគឺ$11តែម្ដងក្នុងមួយជីណាអញ្ចឹងសម្រាប់មាសគឺឡើងចុះទេឥឡូវនេះបាទអញ្ចឹងចូលមកក្នុងការវិភាគរបស់យើងថ្ងៃនេះគឺយើងនិយាយអំពីប្រធានបទមាសកាន់តែហក់ឡើងថែមទៀតបន្ទាប់ពីពន្ធគយពជាពេលអនុវត្តណារបស់ Donald Trump ហ្នឹងបាទអញ្ចឹងសូមធ្វើការវិភាគលម្អិតទាក់ទងជាមួយនឹងតម្លៃមាសក្នុងទីផ្សារកម្ពុជាបានហក់ឡើងជាបន្តក្រោយពេលដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានប្រកាសពន្យាពេលអនុវត្តពន្ធគយទៅលើការនាំចូលមាសដែលធ្លាប់ត្រូវបានគេសន្មតថានឹងចាប់ផ្ដើមឲ្យមានប្រសិទ្ធភាពចុងខែមេសានេះបាទការពន្យាពេលនេះមានអត្ថន័យសំខាន់យ៉ាងខ្លាំងសម្រាប់អ្នកជួញដូរនិងអ្នកប្រមូលមាសបាទតម្លៃមាសក្នុងស្រុកបានកើនឡើងទៅដល់ជាង$2.5 លានក្នុងមួយខ្ទង់ហើយលំដាប់ជិតប្រហែលជា$620ដែលជាកំណើនប្រមាណជា3%ក្នុងរយៈពេលមួយសប្តាហ៍នេះបាទសំណួរសួរថាហេតុអ្វីបានជាតម្លៃមាសកើនឡើងបាទទី1គឺពន្ធគយពន្យាពេលបាទដោយពន្ធនាំចូលមិនទាន់អនុវត្តអ្នកដែលនាំចូលមានឱកាសបន្តនាំចូលមាសដោយគ្មានបញ្ហាប្រមូលពន្ធបង្កើនសំណើក្នុងទីផ្សារបាទទី2គឺការរំពឹងទុកនៃការកើនឡើងនៃតម្លៃមាសជាថ្មីព័ត៌មាននៃការអនុវត្តពន្ធនានាបង្កើនសមាសភាពនៃ Panic Buying ពីអ្នកប្រមូលមាសដែលចង់បានទិញមាសទុកតម្លៃកើនណាបាទទី3គឺតម្លៃមាសពិភពលោកបានកើនឡើងនៅក្នុងសប្តាហ៍នេះបាទតម្លៃមាសអន្តរជាតិចូលទៅដល់កម្រិត$2,370ក្នុងមួយអោនដោយសារតែអត្រាប្តូរទុននិងស្ថានភាពសេដ្ឋកិច្ចពិភពលោកអស្ថិរភាពបាទចូលមកសំណួរមួយទៀតនេះគឺជាវិបត្តិឬក៏ជាឱកាសបាទហើយសម្រាប់អ្នកជួញដូរមាសច្រើនបានឃើញថាភាពអស្ថិរភាពនេះជាឱកាសការទិញមាសទុកមុនពន្ធអាចនាំចូលរោប្រាក់ចំណេញខ្ពស់បាទប៉ុន្តែសម្រាប់អ្នកប្រើប្រាស់ទូទៅតម្លៃមាសជាបញ្ហាធំបាទកំណើននេះមានអានុភាពធ្វើឲ្យតម្លៃមាសគ្រឿងអលង្ការកើនហើយនឹងប៉ះពាល់ដល់ការជាវប្រើប្រាស់ប្រចាំថ្ងៃបាទទស្សនវិជ្ជាទៅមុខទៀតបាទនៅពេលដែលពន្ធគយចាប់ផ្ដើមអនុវត្តនឹងមានការស្កាត់សំណើប៉ុន្តែតម្លៃមាសអាចខ្ពស់បើសិនបើតម្លៃពិភពលោកបន្តឡើងក្រសួងបានសន្យាថានឹងធ្វើការវិភាគជាបន្តបន្ទាប់ដើម្បីកុំឲ្យទីផ្សារមានការរំខានខ្លាំងជាងនេះបាទអញ្ចឹងសម្រាប់ការវិភាគនេះគឺសូមសង្ខេបប៉ុណ្ណេះបាទសូមបងប្អូនជួយចុច Subscribe នៅ Channel របស់ខ្ញុំដើម្បីទទួលបាននៅវីដេអូថ្មីៗមុនគេបាទសូមអរគុណច្រើន